មិនហើយសម្រាប់ខ្វែនឹងមានរសជាតិមិនដែរមានន័យឆ្ងាញ់តែបងចារសជាតិល្មមតែខ្ញុំថាផ្អែមនៅចាញ់ខ្ញុំទេបងចាញ់យ៉ាងម៉េចហ្នឹងខ្ញុំដូចជាអៀនដល់ហើយនេះបងចានិយាយមកទៀតមកខ្ញុំស្ដាប់ដូចមិនសូវច្បាស់អូខ្ញុំនិយាយម្ដងទៀតដូចជាអៀនមាត់ដែរហ្នឹងហើយចាំតែក្រោយចាំខ្ញុំប្រាប់អត់ទេបងចាប្រាប់ខ្ញុំឡើយមកខ្ញុំចង់ស្ដាប់ពេលហ្នឹងម្ដងទៀតអូអញ្ចឹងក៏បានដែរចាំខ្ញុំប្រាប់អញ្ចឹងចាំស្ដាប់ណាបងស្រឡាញ់អូនអូយតែស្អីទេបងចាគេអៀនមកលក្ខហមទេតែប៉ិតខ្ញុំស្រឡាញ់កញ្ចនាយូរហើយតែខ្ញុំមកហ៊ានប្រាប់អញ្ចឹងណាខ្ញុំចិត្តតែអៀនមាត់ហ្នឹងខ្ញុំដូចជាអៀនដល់ហើយបងចាខ្ញុំមិនដែលឮពាក្យហ្នឹងទេទៅទី1ហើយតែខ្ញុំបានឮពីមាត់បងចាហ្នឹងណាខ្ញុំដូចជាអៀនដល់ហើយនេះបងក៏អៀនមាត់ដែរណាប៉ុន្តែបងដាច់ចិត្តនិយាយទៅណាអូនញ៉ាំខ្វៃនេះហើយមានរសជាតិថាផ្អែមប៉ុន្តែផ្អែមចាញ់សម្ដីរបស់បងចាទៀតសម្ដីបងចាផ្អែមចឹងកាខ្វៃនឹង100ដងទៀតអូនប្រសើរបងទៅបញ្ចោបងណាខ្ញុំនិយាយមែនណាខ្ញុំមិនបានបញ្ចោទេវាផ្អែមដល់3ដងកំដរហ្នឹងណាបើអញ្ចឹងចាំថ្ងៃចូលឆ្នាំបងនាំអូនទៅលេងសៀមរាបតើអូនទៅអត់ហ្នឹងអូអូនចង់ទៅអញ្ចឹងចាំថ្ងៃចូលឆ្នាំបងមកយកអូនទៅលេងសៀមរាបហើយអញ្ចឹងអូនចង់ឃើញប្រាសាទអង្គរវត្តគេដូនតារបស់ខ្មែរយើងណាអូនមិនដែលបានឃើញទេអូនចង់ទៅឃើញម្ដងអូខេអញ្ចឹងចាំថ្ងៃចូលឆ្នាំបងមកយកអូនទៅដើរលេងនៅសៀមរាបអញ្ចឹងចាអរគុណបងទុកចំនួនហើយដែលបានសន្យាថាជូនអូនទៅលេងសៀមរាបហ្នឹងអូនចង់ទៅយូរហើយអញ្ចឹងអូនអរគុណហើយអូនិយាយចឹងដូចជាល្ងាចដែរហើយតែយើងត្រឡប់ទៅវិញហីចាហ្នឹងហើយតែយើងត្រឡប់ទៅវិញដូចជាល្ងាចដែរហើយអស់ទៅអញ្ចឹង